សញ្ញា Shift Windows និងអក្សរ S សួស្តីបងប្អូនទាំងអស់គ្នាពេលនេះដែរយើងនាំគ្នាមកថត screen នៅលើ desktop នៅលើ PC របស់បងប្អូនទាំងអស់គ្នាឥឡូវយើងគ្រាន់តែចុចសញ្ញា Shift Windows និងអក្សរ S ពេលនេះវានឹងចេញផ្ទាំងបែបនេះមួយបងប្អូនឃើញទេផ្ទាំង QQ នេះអញ្ចឹងយើងគ្រាន់តែ select មកឆ្វេងចុចជាប់ហើយយើង scroll វាមកប៉ុណ្ណាដែលបងចង់ screen អូខេប៉ុណ្ណេះពេលនោះវានឹងលោតផ្ទាំងបែបនេះមួយដើម្បីឲ្យយើងចុចទៅ save អូខេបន្ទាប់មកវាចេញបែបនេះយើងទៅយកនៅកន្លែងនេះបងប្អូននេះកន្លែង save នេះអូខេប៉ុណ្ណឹងមកបងប្អូនគ្រាន់តែរើសទីតាំងដែលបងប្អូនចង់ដាក់នៅកន្លែងណាបងខ្ញុំដាក់នៅ photo កន្លែងរូបភាពចុច save ពេលនេះគឺវារួចហើយបងប្អូនឥឡូវយើងចូលទៅមើលទាំងអស់គ្នាអូខេនេះបងប្អូនឥឡូវរូបភាពរបស់ខ្ញុំគឺនៅទីនេះឃើញទេបងប្អូនប៉ុណ្ណេះរួចជាការស្រេចវិធីងាយបងប្អូនបើសិនជាពេញចិត្តនៅវីដេអូបែបនេះសូមជួយចុច like និង subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយសូមអរគុណ